តើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោកខាមីណៃបានដោយរបៀបណាមួយរយៈខ្លីមុននឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលត្រៀមលក្ខណៈបើកការវាយប្រហារលើអ៊ីរ៉ង់ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA បានផ្ដោតលើការកំណត់ទីតាំងនៃគោលដៅដ៏សំខាន់បំផុតនោះគឺមេដឹកនាំកំពូលអ៊ីរ៉ង់លោកអាយ៉ាតូឡាអាលីខាមីណៃ CIA បានចំណាយពេលជាច្រើនខែនៅក្នុងការតាមដានលោកខាមីណៃជាមួយនឹងការប្រមូលបានព័ត៌មានគួរឲ្យទុកចិត្តជាច្រើនពីទីតាំងនិងទម្លាប់របស់មេដឹកនាំកំពូលរូបនេះចារកម្មអាមេរិកទទួលបានព័ត៌មានថាកិច្ចប្រជុំមួយរបស់ក្រុមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ទី28ខែកុម្ភៈឆ្នាំ2026នៅក្នុងរដ្ឋធានីតេហេរ៉ង់កាន់តែសំខាន់ជាងនេះ CIA បានប្រមូលព័ត៌មានថាលោកខាមីណៃក៏នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំនោះដែរសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានសម្រេចចិត្តកែប្រែពេលវេលានៃការវាយប្រហាររបស់ពួកគេបន្ទាប់ពីទទួលបានព័ត៌មានថ្មីនេះដែលបានផ្ដល់ឱកាសឲ្យប្រទេសទាំងពីរសម្រេចបានជោគជ័យក្នុងការកម្ចាត់ក្រុមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់ព្រមទាំងលោកខាមីណៃផងដែរការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់បានជោគជ័យបានឆ្លុះបញ្ចាំងឲ្យឃើញពីការសម្របសម្រួលនិងការចែករំលែកព័ត៌មានយ៉ាងសម្ងាត់យ៉ាងជិតស្និទ្ធរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅមុនពេលបើកការវាយប្រហារប្រតិបត្តិការនេះក៏បង្ហាញផងដែរពីបរាជ័យរបស់មេដឹកនាំអ៊ីរ៉ង់ក្នុងការដាក់ចេញវិធានការបង្ការការពារខ្លួនឯងក្នុងពេលមួយដែលទាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានឲ្យសញ្ញាច្បាស់ថាពួកគេកំពុងត្រៀមលក្ខណៈធ្វើសង្គ្រាមក្រុមមន្ត្រីអាមេរិកនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់កាសែត The New York Times ថា CIA បានបញ្ជូនព័ត៌មានសម្ងាត់ដែលមានបញ្ជាក់ពីទីតាំងស្ថិតនៅរបស់លោកខាមីណៃទៅឲ្យអ៊ីស្រាអែលមិនបង្អង់យូរបានប្រើប្រាស់ព័ត៌មានសម្ងាត់បានមកពីអាមេរិកនិងព័ត៌មានសម្ងាត់ដែលខ្លួនឯងប្រមូលបានបើកធ្វើប្រតិបត្តិការវាយប្រហារដែលខ្លួនបានគ្រោងទុកអស់ជាច្រើនខែមកហើយនោះគឺសម្រាប់មេដឹកនាំអ៊ីរ៉ង់តាមពិតទៅសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមានផែនការវាយប្រហារលើអ៊ីរ៉ង់នៅពេលយប់តែប្រទេសទាំងពីរបានសម្រេចចិត្តកែប្រែពេលវេលានៃការវាយប្រហារក្រោយទទួលបានព័ត៌មានសម្ងាត់ថ្មីថាក្រុមថ្នាក់ដឹកនាំអ៊ីរ៉ង់បើកកិច្ចប្រជុំនៅឯអគាររដ្ឋាភិបាលក្នុងទីក្រុងតេហេរ៉ង់នៅព្រឹកថ្ងៃសៅរ៍ទី28ខែកុម្ភៈថ្នាក់ដឹកនាំអ៊ីរ៉ង់មានគម្រោងជួបប្រជុំគ្នានៅអគារជាទីដែលការិយាល័យរបស់ប្រធានាធិបតីមេដឹកនាំកំពូលនិងក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ស្ថិតនៅអ៊ីស្រាអែលបានកំណត់ឃើញថាអ្នកដែលមានវត្តមាននៅក្នុងកិច្ចប្រជុំរួមមានលោកមូហាម៉ែតផាក់ប៊ូជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់រដ្ឋមន្ត្រីការពារជាតិលោកអាស៊ីណាស៊ីសាដេសឧត្តមនាវីអាលីសាមខានីជាប្រមុខក្រុមប្រឹក្សាយោធាលោកសេយេតម៉ាឆេតម៉ូសាវីជាមេបញ្ជាការកងទ័ពអាកាសនៃកងឆ្មាំបដិវត្តអ៊ីរ៉ង់អនុរដ្ឋមន្ត្រីខាងចារកម្មលោកមូហាម៉ែតស៊ីរ៉ាស៊ីនិងមន្ត្រីជាច្រើនអ្នកផ្សេងទៀតប្រតិបត្តិការបានចាប់ផ្ដើមនៅវេលាម៉ោង6ព្រឹកថ្ងៃសៅរ៍ទី28ខែកុម្ភៈម៉ោងនៅអ៊ីស្រាអែលដោយយន្តហោះចម្បាំងជាច្រើនគ្រឿងបានហោះចេញពីបន្ទាយការវាយប្រហារតាមផ្លូវអាកាសនេះតម្រូវឲ្យមានយន្តហោះចម្បាំងតិចគ្រឿងតែយន្តហោះទាំងនោះមានបំពាក់អាវុធរយៈចម្ងាយឆ្ងាយនិងគ្រាប់បែកភ្ជាប់ជាមួយ GPS កំណត់គោលដៅជាក់លាក់រយៈពេល2ម៉ោងនិង5នាទីក្រោយយន្តហោះចម្បាំងហោះចេញពីបន្ទាយនៅវេលាម៉ោងប្រមាណ 9:40 នាទីព្រឹកមីស៊ីលរយៈចម្ងាយឆ្ងាយបានវាយប្រហារចំទីតាំងដែលថ្នាក់ដឹកនាំអ៊ីរ៉ង់ជួបប្រជុំក្នុងពេលការវាយប្រហារបានកើតឡើងក្រុមមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់កំពុងស្ថិតនៅក្នុងអគារហើយលោកអាយ៉ាតូលីខាមីណៃកំពុងស្ថិតនៅក្នុងអគារក្បែរនោះក្នុងរដ្ឋធានីតេហេរ៉ង់មន្ត្រីអ៊ីស្រាអែលម្នាក់បានប្រាប់ New York Times ការវាយប្រហារត្រូវបានធ្វើឡើងព្រមគ្នាក្នុងពេលតែមួយលើទីតាំងជាច្រើននៅក្នុងរដ្ឋធានីតេហេរ៉ង់ក្នុងនោះមានទាំងអគារមួយដែលជាទីតាំងប្រជុំរបស់ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់មន្ត្រីរូបនេះដដែលបាននិយាយថាបើទោះបីជាអ៊ីរ៉ង់បានត្រៀមខ្លួនទុកជាមុនក៏ដោយក៏អ៊ីស្រាអែលនៅតែវាយប្រហារបានជោគជ័យផងដែរ
រហូតដល់ថ្ងៃអាទិត្យទី1 ខែមីនាឆ្នាំ 2026 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេរ៉ង់បានទទួលស្គាល់ពីការស្លាប់របស់មេដឹកនាំយោធាជាន់ខ្ពស់ពីររូបដែលអ៊ីស្រាអែលបានអះអាងថាខ្លួនបានសម្លាប់កាលពីថ្ងៃសៅរ៍គឺលោកឧត្តមនាវីសាមខានីនិងលោកនាយឧត្តមសេនីយ៍ផាកប៊ូព្រមទាំងលោកខាមីណៃក្រុមមន្ត្រីអាមេរិកដែលបានដឹងអំពីប្រតិបត្តិការនេះបានចាត់ទុកវាជាសមិទ្ធផលដ៏ល្អមួយដែលកើតចេញពីព័ត៌មានសម្ងាត់និងការត្រៀមលក្ខណៈអស់ជាច្រើនខែកាលពីខែមិថុនាឆ្នាំ 2025 គណៈយោធាអាមេរិកកំពុងរៀបចំផែនការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់លោកប្រធានាធិបតី Donald Trump បានអះអាងថាសហរដ្ឋអាមេរិកដឹងពីកន្លែងលាក់ខ្លួនរបស់លោកអាយ៉ាតូលីខាមីណៃហើយអាចសម្លាប់មេដឹកនាំកម្ពុជារូបនេះបានយ៉ាងងាយអតីតមន្ត្រីចារកម្មអាមេរិកម្នាក់បាននិយាយថាព័ត៌មានស៊ើបការណ៍សម្ងាត់ដែលលោកត្រាំបានលើកឡើងគឺផ្អែកលើបណ្ដាញតែមួយដែលសហរដ្ឋអាមេរិកពឹងផ្អែកកាលពីថ្ងៃសៅរ៍ប៉ុន្តែចាប់តាំងពីពេលនោះមកព័ត៌មានដែលសហរដ្ឋអាមេរិកប្រមូលបានកាន់តែមានភាពល្អប្រសើរឡើងក្នុងអំឡុងពេលសង្គ្រាម12ថ្ងៃកាលពីខែមិថុនាឆ្នាំមុនសហរដ្ឋអាមេរិកបានសិក្សាពីរបៀបដែលមេដឹកនាំកម្ពុជាអ៊ីរ៉ង់ធ្វើការទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ព្រមទាំងការធ្វើចលនារបស់ពួកគេនៅពេលមានសម្ពាធសហរដ្ឋអាមេរិកប្រើប្រាស់ចំណេះដឹងទាំងនេះដើម្បីធ្វើឲ្យសមត្ថភាពតាមដានលោកខាមីណៃកាន់តែល្អប្រសើរហើយព្យាករណ៍ពីចលនារបស់មេដឹកនាំកម្ពុជារូបនេះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក៏បានប្រមូលព័ត៌មានជាក់លាក់អំពីទីតាំងរបស់ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់សំខាន់ៗរបស់អ៊ីរ៉ង់ផងដែរនៅក្រៅការវាយប្រហារជាបន្តបន្ទាប់លើទីតាំងប្រជុំមេដឹកនាំរបស់អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ទីតាំងដែលថ្នាក់ដឹកនាំចារកម្មអ៊ីរ៉ង់ស្ថិតនៅក៏រងការវាយប្រហារផងដែរក្រុមមន្ត្រីចារកម្មកម្ពុជារបស់អ៊ីរ៉ង់បានរួចផុតពីការស្លាប់តែមន្ត្រីចារកម្មជាន់ខ្ពស់ជាច្រើនអ្នកត្រូវបានសម្លាប់សូមជម្រាបផងដែរថាបើតាមអង្គការសិទ្ធិមនុស្សជនស៊ីវិលស្លាប់លើសពី 1000 នាក់ហើយក្នុងសង្គ្រាមនៅអ៊ីរ៉ង់ទូរលេខចុងក្រោយបំផុតពីក្រុមសិទ្ធិមនុស្សបានបង្ហាញថាគិតត្រឹមរសៀលថ្ងៃពុធទី4ខែមីនាទូរលេខជនស៊ីវិលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់បានកើនឡើងលើសពី 1000 នាក់ហើយតាមការផ្សាយរបស់ BBC ដែលបានទិន្នន័យពីក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅសហរដ្ឋអាមេរិកជនស៊ីវិលចំនួន 1097 នាក់ហើយត្រូវបានសម្លាប់បើគិតចាប់តាំងពីថ្ងៃទី28ខែកុម្ភៈមកក្នុងនោះគេដឹងថាហេតុការណ៍សម្លាប់មនុស្សដ៏រន្ធត់មួយបានកើតឡើងនៅឯសាលារៀននៅក្នុងតំបន់មីណាប់ភាគខាងត្បូងដែលអ៊ីស្រាអែលវាយប្រហារសម្លាប់មនុស្ស153នាក់មានទាំងកុមារផងដែរសម្រាប់ទិន្នន័យរបស់ក្រុមសិទ្ធិមនុស្សក្នុងចំណោមមនុស្សស្លាប់ទាំង1097នាក់គឺមាន118នាក់ជាកុមារអាយុក្រោម10ឆ្នាំហើយបើនិយាយពីជនស៊ីវិលរងរបួសវិញគឺមានចំនួន5402នាក់បូករួមទាំងកុមារប្រមាណ100នាក់ផងដែរសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈដោយផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរឃ្លាំងមីស៊ីលដ្រូននិងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប្រតិបត្តិការនោះបានឈានដល់ការសម្លាប់មេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកអាយ៉ាតូឡាអាលីខាមីណៃនិងមន្ត្រីកម្ពុជាជាច្រើនអ្នកទៀតផងដែរក្នុងនោះជាការសងសឹកអ៊ីរ៉ង់ក៏បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាលមួយរយៈខ្លីមុននឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលត្រៀមលក្ខណៈបើកការវាយប្រហារលើអ៊ីរ៉ង់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានផ្ដោតលើការកំណត់ទីតាំងនៃគោលដៅដ៏សំខាន់បំផុតនោះគឺមេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកអាយ៉ាតូឡាអាលីខាមីណៃ CIA បានចំណាយពេលជាច្រើនខែនៅក្នុងការតាមដានលោកខាមីណៃជាមួយនឹងការប្រមូលបានព័ត៌មានគួរឲ្យទុកចិត្តជាច្រើនពីទីតាំងនិងទម្លាប់របស់មេដឹកនាំកម្ពុជារូបនេះចារកម្មអាមេរិកទទួលបានព័ត៌មានថាកិច្ចប្រជុំមួយរបស់ក្រុមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ទី28ខែកុម្ភៈឆ្នាំ2026នៅក្នុងរដ្ឋធានីតេហេរ៉ង់កាន់តែសំខាន់ជាងនេះ
CIA បានប្រមូលព័ត៌មានថាលោកខាមីណៃក៏នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំនោះដែរសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានសម្រេចចិត្តកែប្រែពេលវេលានៃការវាយប្រហាររបស់ពួកគេបន្ទាប់ពីទទួលបានព័ត៌មានថ្មីនេះដែលបានផ្ដល់ឱកាសឲ្យប្រទេសទាំងពីរសម្រេចបានជោគជ័យក្នុងការកម្ចាត់ក្រុមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់ព្រមទាំងលោកខាមីណៃផងដែរការសម្លាប់មេដឹកនាំកម្ពុជាអ៊ីរ៉ង់បានជោគជ័យបានឆ្លុះបញ្ចាំងឲ្យឃើញពីការសម្របសម្រួលនិងការចែករំលែកព័ត៌មានយ៉ាងសម្ងាត់យ៉ាងជិតស្និទ្ធរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅមុនពេលបើកការវាយប្រហារប្រតិបត្តិការនេះក៏បង្ហាញផងដែរពីបរាជ័យរបស់មេដឹកនាំអ៊ីរ៉ង់ក្នុងការដាក់ចេញវិធានការបង្ការការពារខ្លួនឯងក្នុងពេលមួយដែលទាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានឲ្យសញ្ញាច្បាស់ថាពួកគេកំពុងត្រៀមលក្ខណៈធ្វើសង្គ្រាមក្រុមមន្ត្រីអាមេរិកនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់កាសែត The New York Times ថា CIA បានបញ្ជូនព័ត៌មានសម្ងាត់ដែលមានបញ្ជាក់ពីទីតាំងស្ថិតនៅរបស់លោកខាមីណៃទៅឲ្យអ៊ីស្រាអែលមិនបង្អង់យូរបានប្រើប្រាស់ព័ត៌មានសម្ងាត់បានមកពីអាមេរិកនិងព័ត៌មានសម្ងាត់ដែលខ្លួនឯងប្រមូលបានបើកធ្វើប្រតិបត្តិការវាយប្រហារដែលខ្លួនបានគ្រោងទុកអស់ជាច្រើនខែមកហើយនោះគឺសម្រាប់មេដឹកនាំអ៊ីរ៉ង់តាមពិតទៅសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមានផែនការវាយប្រហារលើអ៊ីរ៉ង់នៅពេលយប់តែប្រទេសទាំងពីរបានសម្រេចចិត្តកែប្រែពេលវេលានៃការវាយប្រហារក្រោយទទួលបានព័ត៌មានសម្ងាត់ថ្មីថាក្រុមថ្នាក់ដឹកនាំអ៊ីរ៉ង់បើកកិច្ចប្រជុំនៅឯអគាររដ្ឋាភិបាលក្នុងទីក្រុងតេហេរ៉ង់នៅព្រឹកថ្ងៃសៅរ៍ទី28ខែកុម្ភៈថ្នាក់ដឹកនាំអ៊ីរ៉ង់មានគម្រោងជួបប្រជុំគ្នានៅអគារជាទីដែលការិយាល័យរបស់ប្រធានាធិបតីមេដឹកនាំកម្ពុជានិងក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ស្ថិតនៅអ៊ីស្រាអែលបានកំណត់ឃើញថាអ្នកដែលមានវត្តមាននៅក្នុងកិច្ចប្រជុំរួមមានលោកមូហាម៉ែតផាក់ប៊ូជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់រដ្ឋមន្ត្រីការពារជាតិលោកអាស៊ីណាស៊ីសាដេសឧត្តមនាវីអាលីសាមខានីជាប្រមុខក្រុមប្រឹក្សាយោធាលោកសេយេតម៉ាឆេតម៉ូសាវីជាមេបញ្ជាការកងទ័ពអាកាសនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អនុរដ្ឋមន្ត្រីខាងចារកម្មលោកមូហាម៉ែតស៊ីរ៉ាស៊ីនិងមន្ត្រីជាច្រើនអ្នកផ្សេងទៀតប្រតិបត្តិការបានចាប់ផ្ដើមនៅវេលាម៉ោង 6 ព្រឹកថ្ងៃសៅរ៍ទី28ខែកុម្ភៈម៉ោងនៅអ៊ីស្រាអែលដោយយន្តហោះចម្បាំងជាច្រើនគ្រឿងបានហោះចេញពីបន្ទាយការវាយប្រហារតាមផ្លូវអាកាសនេះតម្រូវឲ្យមានយន្តហោះចម្បាំងតិចគ្រឿងតែយន្តហោះទាំងនោះមានបំពាក់អាវុធរយៈចម្ងាយឆ្ងាយនិងគ្រាប់បែកភ្ជាប់ជាមួយ GPS កំណត់គោលដៅជាក់លាក់រយៈពេល2ម៉ោងនិង5នាទីក្រោយយន្តហោះចម្បាំងហោះចេញពីបន្ទាយនៅវេលាម៉ោងប្រមាណ 9:40 នាទីព្រឹកមីស៊ីលរយៈចម្ងាយឆ្ងាយបានវាយប្រហារចំទីតាំងដែលថ្នាក់ដឹកនាំអ៊ីរ៉ង់ជួបប្រជុំក្នុងពេលការវាយប្រហារបានកើតឡើងក្រុមមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់កំពុងស្ថិតនៅក្នុងអគារហើយលោកអាយ៉ាតូលីខាមីណៃកំពុងស្ថិតនៅក្នុងអគារក្បែរនោះក្នុងរដ្ឋធានីតេហេរ៉ង់មន្ត្រីអ៊ីស្រាអែលម្នាក់បានប្រាប់ New York Times ការវាយប្រហារត្រូវបានធ្វើឡើងព្រមគ្នាក្នុងពេលតែមួយលើទីតាំងជាច្រើននៅក្នុងរដ្ឋធានីតេហេរ៉ង់ក្នុងនោះមានទាំងអគារមួយដែលជាទីតាំងប្រជុំរបស់ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់មន្ត្រីរូបនេះដដែលបាននិយាយថាបើទោះបីជាអ៊ីរ៉ង់បានត្រៀមខ្លួនទុកជាមុនក៏ដោយក៏អ៊ីស្រាអែលនៅតែវាយប្រហារបានជោគជ័យផងដែររហូតដល់ថ្ងៃអាទិត្យទី1ខែមីនាឆ្នាំ2026ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានទទួលស្គាល់ពីការស្លាប់របស់មេដឹកនាំយោធាជាន់ខ្ពស់ពីររូបដែលអ៊ីស្រាអែលបានអះអាងថាខ្លួនបានសម្លាប់កាលពីថ្ងៃសៅរ៍គឺលោកឧត្តមនាវីសាមខានីនិងលោកនាយឧត្តមសេនីយ៍ផាកប៊ូព្រមទាំងលោកខាមីណៃក្រុមមន្ត្រីអាមេរិកដែលបានដឹងអំពីប្រតិបត្តិការនេះបានចាត់ទុកវាជាសមិទ្ធផលដ៏ល្អមួយដែលកើតចេញពីព័ត៌មានសម្ងាត់និងការត្រៀមលក្ខណៈអស់ជាច្រើនខែកាលពីខែមិថុនាឆ្នាំ2025គណៈយោធាអាមេរិកកំពុងរៀបចំផែនការវាយប្រហារលើទីតាំងនុយក្លេអ៊ីរ៉ង់លោកប្រធានាធិបតី Donald Trump បានអះអាងថាសហរដ្ឋអាមេរិកដឹងពីកន្លែងលាក់ខ្លួនរបស់លោកអាយ៉ាតូលីខាមីណៃហើយអាចសម្លាប់មេដឹកនាំកម្ពុជារូបនេះបានយ៉ាងងាយអតីតមន្ត្រីចារកម្មអាមេរិកម្នាក់បាននិយាយថាព័ត៌មានស៊ើបការសម្ងាត់ដែលលោកត្រាំបានលើកឡើងគឺផ្អែកលើបណ្ដាញតែមួយដែលសហរដ្ឋអាមេរិកពឹងផ្អែកកាលពីថ្ងៃសៅរ៍ប៉ុន្តែចាប់តាំងពីពេលនោះមកព័ត៌មានដែលសហរដ្ឋអាមេរិកប្រមូលបានកាន់តែមានភាពល្អប្រសើរឡើង
ក្នុងអំឡុងពេលសង្គ្រាម12ថ្ងៃកាលពីខែមិថុនាឆ្នាំមុនសហរដ្ឋអាមេរិកបានសិក្សាពីរបៀបដែលមេដឹកនាំកម្ពុជាអ៊ីរ៉ង់ធ្វើការទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ព្រមទាំងការធ្វើចលនារបស់ពួកគេនៅពេលមានសម្ពាធសហរដ្ឋអាមេរិកប្រើប្រាស់ចំណេះដឹងទាំងនេះដើម្បីធ្វើឲ្យសមត្ថភាពតាមដានលោកខេមីណៃកាន់តែល្អប្រសើរហើយព្យាករណ៍ពីចលនារបស់មេដឹកនាំកម្ពុជារូបនេះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក៏បានប្រមូលព័ត៌មានជាក់លាក់អំពីទីតាំងរបស់ក្រុមមន្ត្រីស៊ើបការសម្ងាត់សំខាន់ៗរបស់អ៊ីរ៉ង់ផងដែរនៅក្រៅការវាយប្រហារជាបន្តបន្ទាប់លើទីតាំងប្រជុំមេដឹកនាំរបស់អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ទីតាំងដែលថ្នាក់ដឹកនាំចារកម្មអ៊ីរ៉ង់ស្ថិតនៅក៏រងការវាយប្រហារផងដែរក្រុមមន្ត្រីចារកម្មកម្ពុជារបស់អ៊ីរ៉ង់បានរួចផុតពីការស្លាប់តែមន្ត្រីចារកម្មជាន់ខ្ពស់ជាច្រើនអ្នកត្រូវបានសម្លាប់សូមជម្រាបផងដែរថាបើតាមអង្គការសិទ្ធិមនុស្សជនស៊ីវិលស្លាប់លើសពី 1000 នាក់ហើយក្នុងសង្គ្រាមនៅអ៊ីរ៉ង់ទូរលេខចុងក្រោយបំផុតពីក្រុមសិទ្ធិមនុស្សបានបង្ហាញថាគិតត្រឹមរសៀលថ្ងៃពុធទី4ខែមីនាទូរលេខជនស៊ីវិលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់បានកើនឡើងលើសពី 1000 នាក់ហើយតាមការផ្សាយរបស់ BBC ដែលបានទិន្នន័យពីក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅសហរដ្ឋអាមេរិកជនស៊ីវិលចំនួន 1097 នាក់ហើយត្រូវបានសម្លាប់បើគិតចាប់តាំងពីថ្ងៃទី28ខែកុម្ភៈមកក្នុងនោះគេដឹងថាហេតុការណ៍សម្លាប់មនុស្សដ៏រន្ធត់មួយបានកើតឡើងនៅឯសាលារៀននៅក្នុងតំបន់មីណាប់ភាគខាងត្បូងដែលអ៊ីស្រាអែលវាយប្រហារសម្លាប់មនុស្ស153នាក់មានទាំងកុមារផងដែរសម្រាប់ទិន្នន័យរបស់ក្រុមសិទ្ធិមនុស្សក្នុងចំណោមមនុស្សស្លាប់ទាំង1097នាក់គឺមាន118នាក់ជាកុមារអាយុក្រោម10ឆ្នាំហើយបើនិយាយពីជនស៊ីវិលរងរបួសវិញគឺមានចំនួន5402នាក់បូករួមទាំងកុមារប្រមាណ100នាក់ផងដែរសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈដោយផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរឃ្លាំងមីស៊ីលដ្រូននិងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប្រតិបត្តិការនោះបានឈានដល់ការសម្លាប់មេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកអាយ៉ាតុលឡាអាលីខាមីណៃនិងមន្ត្រីកម្ពុជាជាច្រើនអ្នកទៀតផងដែរក្នុងនោះជាការសងសឹកអ៊ីរ៉ង់ក៏បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាល